ជំរាបសួរប្រិមិត្តដែលកំពុងតែទស្សនានៅការ live ផ្សាយផ្ទាល់ប្រិមិត្តយើងឃើញថាប្រទេសជាតិកំពុងតែមានការវឹកវរខ្លាំងណាស់ប៉ុន្តែបស៊ីនៅឈៀតដាក់ប្រិមិត្តឃើញមើលអត់បាទបស៊ីនៅឈៀតដាក់ទៀតប្រទេសជាតិកំពុងតែមានការវឹកវរបញ្ហារឿងសង្គ្រាមប៉ុន្តែគាត់នៅតែមកដាក់បស៊ីនៅទីនេះឆ្លៀតឱកាសយកលុយតាក់ស៊ី4-5,000នេះយើងមើលទៅឃើញហើយនេះបាទហើយនេះសភៅហ្នឹងបាទនេះមានសភៅមានអីគាត់មានគាត់រត់ចោលកន្លែងរត់អីអស់លីងនេះបាទរត់ចោលបិទឆាត់បិទអីហើយទីតាំងខ្ញុំជម្រាបផ្ទាល់គឺមាន3ទីតាំងនៅនិយាយទៅមួយកន្លែងទីតាំងនៅផ្លូវភ្នំសពៅមួយកន្លែងនិងទីតាំងពុកឆ្មាមួយកន្លែងទៀតហើយក៏សំអាងមកក៏ថាក្រសួងសេដ្ឋកិច្ចនេះឲ្យដាក់ចុះហេតុអីបានក្រសួងមហាផ្ទៃលោកមានការអន្តរាគមន៍បិទប៉ូលីសចរាចរណ៍មិនឲ្យដាក់ទេប៉ុន្តែក្រសួងសេដ្ឋកិច្ចហេតុអីបានគាត់លើកឡើងមកថាក្រសួងសេដ្ឋកិច្ចនោះតានោះក៏ចូលទៅក្នុងនោះទៅបាទនោះបាទយើងមើលទៅឃើញវាហាក់បីដូចអាក្រក់មែនទែនប្រិមិត្តបងប្អូនទីនេះទៅគឺទៅផ្លូវភ្នំសពៅប្របែកគេហៅប្របែកផ្លូវភ្នំសពៅប្រិមិត្តបងប្អូនហើយខ្ញុំចង់ឡាយទេតែខ្ញុំវាហាក់បីដូចវាជ្រុលមែនទែនយើងក្រុមការងារសារព័ត៌មានយើងមកយើងជម្រាបប្រាប់គាត់ថាហេតុអីបានបស៊ីគេឲ្យដាក់បស៊ីទីនេះទៅហេតុអីបានដាក់យើងឃើញប្រទេសកំពុងតែមានការវឹកវរផ្នែកសង្គ្រាមជាមួយនឹងប្រទេសជិតខាងប្រទេសថៃចុះហេតុអីបានគាត់ឆ្លៀតឱកាសពេលនេះក៏មកដាក់សង្កត់ឈាមរះដល់ណាទៀតឥឡូវយើងមើលទៅឃើញទេបាទយើងមើលទៅទស្សនវិជ្ជាហើយប្រិមិត្តខ្ញុំសុំទោសផងថ្ងៃនេះខ្ញុំចង់មកដល់ទីនេះផ្ទាល់គឺថ្ងៃទី7ខែសីហាឆ្នាំ2025យើងឃើញហើយយើងមើលទៅកន្លែងគាត់ដាក់ control គេហៅបស៊ីនេះគេហៅបស៊ីប្រិមិត្តបងប្អូនបស៊ីគាត់ដាក់មកគៀបសង្កត់រះមិនទៀតយើងមើលស្លាលេម៉ូតូគាត់លេងមកប្រិមិត្តបងប្អូនក្រុមការងារស្លាលេម៉ូតូគាត់ 1J 1AJ 8131ម៉ូតូនេះបាទយើងឃើញហើយពីមួយថ្ងៃទៅមួយថ្ងៃយើងមានតែការអន្តរាគមន៍ហើយក៏សូមអរគុណដល់ក្រសួងមហាផ្ទៃលោកមានការចាត់វិធានការបានមើងម៉ាត់រឹតបន្តឹងខ្លាំងទៅលើច្បាប់ចរាចរណ៍ផ្លូវគោកប៉ុន្តែតែលោកមិនព្រមមិនមានការដាក់មិនមានការធ្វើការអន្តរាគមន៍ទៅលើចរាចរណ៍ទុកឲ្យបងប្អូនធ្វើដំណើរដោយមានសុខសុវត្ថិភាពមកទល់ពេលនេះហើយយើងឃើញហើយយើងឃើញទេបងប្អូនយើងឃើញថាប្រទេសជាតិកំពុងមានការវឹកវរផ្នែកសង្គ្រាមជាមួយនឹងប្រទេសជិតខាងរបស់ថៃចុះរឿងអីហេតុអីបានគាត់នៅតែឆ្លៀតឱកាសហើយមិនគាត់ចោលទៅក្រសួងសេដ្ឋកិច្ចទៀតមិនក្រសួងសេដ្ឋកិច្ចអត់ដឹងអីផងហ្នឹងគាត់ចោលទៅក្រសួងសេដ្ឋកិច្ចមិនហើយមកទល់ពេលនេះហើយយើងឃើញក្រសួងមហាផ្ទៃលោកអត់មានការដាក់ប៉ូលីសចរាចរណ៍ទេយើងឃើញហើយក្រសួងមហាផ្ទៃលោកអត់មានដាក់ប៉ូលីសចរាចរណ៍ទេប៉ុន្តែមកទល់ពេលនេះហើយគាត់នៅដាក់យកគេទៅអីតាក់ស៊ីមកកាក់គេយកលុយតាក់ស៊ីមកកាក់គេយកលុយកងតូនេះបស៊ីស្អីគេបស៊ីនេះមកពីណាមិនគាត់ចោលប្រាប់ខ្ញុំថាក្រសួងសេដ្ឋកិច្ចអនុញ្ញាតឲ្យគាត់ដាក់អញ្ចឹងឥឡូវយើងធ្វើអញ្ចឹងចិញ្ចក់ឈាមរះទេបាទចិញ្ចក់ឈាមរះយើងមើលប្រទេសជាតិកំពុងមានបញ្ហាសេដ្ឋកិច្ចដោនសេដ្ឋកិច្ចកំពុងធ្លាក់ចុះហើយគាត់នៅមានការធ្វើអញ្ចឹងបានទៀតឬមួយក៏មិនធ្វើអញ្ចឹងបានទៀតឬមួយក៏មិនខ្ញុំសូមបញ្ជាក់ម្ដងទៀត3ទីតាំងដែលគាត់ធ្វើការដាក់បស៊ីកុងត្រូលបស៊ីនេះគឺមាន3ទីតាំងនៅពុកឆ្មាមួយកន្លែងនៅផ្លូវយេតេមួយកន្លែងព្រមយេតេមួយកន្លែងនៅទីតាំងភ្នំសពៅនេះមួយកន្លែងទៀតខ្ញុំប្រាប់ឲ្យពុកម៉ែបងប្អូនបានដឹងហើយសូម share ផងខ្ញុំនិយាយនេះគឺខ្ញុំនិយាយពីបញ្ហាបស៊ីនៅក្នុងខេត្តបាត់ដំបងហើយđâyបានគាត់ដាក់អញ្ចឹងគាត់ដាក់ចោលត្រូវណាបលិសចរាចរណ៍ក្រសួងមហាផ្ទៃលោកបានអន្តរាគមន៍យ៉ាងខ្លាំងលោកជួយប្រជាជនណាក្រសួងមហាផ្ទៃអាយដាមបពនាយករដ្ឋមន្ត្រីក្រសួងមហាផ្ទៃអាយដាមសសុខានលោកថាវាពិបាកខ្លាំងលោកថាមើលទៅប្រទេសជាតិពិបាកខ្លាំងរីឯគាត់ក៏មកចោលក្រសួងសេដ្ឋកិច្ចគាត់មកដាក់នេះគាត់ចោលក្រសួងសេដ្ឋកិច្ចថាក្រសួងសេដ្ឋកិច្ចនេះឲ្យដាក់វាអត់ត្រូវទេបាទវាអត់ត្រូវទេចុយលោកឲ្យសួរខ្ញុំមើលស្រួលបួលមើលពីខាងណាមិនខ្ញុំសារព័ត៌មានខ្ញុំធ្វើវិជ្ជាជីវៈរបស់ខ្ញុំអ្នកសារព័ត៌មានខ្ញុំអ្នកធ្វើសារព័ត៌មានឥឡូវខ្ញុំសួរតិចបងហេតុអីបានបើមកតទៅពេលនេះបើដាក់បស៊ីទៅខ្ញុំសុំសួរតិចប្រទេសជាតិគេកំពុងតែវឹកវររឿងសង្គ្រាមបើនៅដាក់បស៊ីដល់ណាទៀតបើយកលុយគេទៅបើធ្វើតាមទូនាទីក៏ដោយបើមើលក្រសួងមហាផ្ទៃគេប៉ូលីសផងហេតុអីបានគេដកចេញគ្រប់ចរាចរណ៍ទាំងអស់គ្រប់ខេត្តទាំងអស់ហើយមកតទៅពេលនេះបើនៅតែព្យាយាមដាក់យកលុយគេទៅវាអត់ត្រូវទេខ្ញុំសូមអន្តរាគមន៍មកពុកម៉ែបងប្អូនបានឃើញថាប្រជាជនកំពុងតែមានការវឹកវរខ្លាំងរឿងសង្គ្រាមអញ្ចឹងខ្ញុំសូមសំណូមពរពុកម៉ែបងប្អូនមេត្តាគុំមានការខឹងសម្បាមកកាន់យើងជាអ្នកសារព័ត៌មានជាទីគោរពរបស់បងប្អូនជាទីស្រឡាញ់របស់បងប្អូនខ្ញុំឡាយនេះខ្ញុំឡាយនៅលើផ្លូវសាធារណៈហើយកុំថតខ្ញុំទេអត់មានសិទ្ធិតែមកថតខ្ញុំទេណាអត់មានសិទ្ធិមកថតខ្ញុំទេបិទឲ្យលឿនបើមានការពាក់ចាំផកអត់ថតអត់មកទេណាអត់មានសុំការអនុញ្ញាតពីខ្ញុំទេណា
បាត់តែលឿនខ្ញុំអត់រករឿងឯងប្រេងមកបងប្អូនយើងឃើញហើយនេះយើងនៅឃើញចឹងវាដូចហាក់បីដូចជាមើងងាយបងប្អូនប្រជាពលរដ្ឋណាគេទុកលំបាកខ្លាំងសេដ្ឋកិច្ចកំពុងដោនធ្លាក់ចុះយ៉ាងខ្លាំងនៅស្រុកខ្មែរយើងទូទាំងសកលលោកប្រៀបបានដូចហាក់បីដូចជាអយុធធម៌សម្រាប់ការរកលុយបន្តិចបន្តួចចឹងទៅរកលុយទៅអីយើងទៅយកលុយទៅអីប្រជាជនកំពុងតែលហាមចឹងយើងទៅរកលុយទៅអីកំពុងអវេទនាចឹងតាក់ស៊ីតាអីទៅយកលុយគាត់ចឹងខ្ញុំសូមឲ្យការជំរាបនេះតាមប៉ុណ្ណេះបើរកពីពេជ្រខោឆ្កងទាំងឡាយណាដែលខ្ញុំឡាយទៅហាក់បីដូចជាមិនសមរម្យត្រង់ការណាមួយក៏ខ្ញុំសូមខន្តីអភ័យទោសរកពីពេជ្រខោឆ្កងទាំងឡាយគឺខ្ញុំឡាយនេះគឺថ្ងៃទី7ខែសីហាឆ្នាំ2025ផងដែរសូមគោរពអរគុណជំរាបលាត្រឹមប៉ុណ្ណេះសូមអរគុណ